មានកម្រងតលេងក្នុងផ្សារមេនេះមកនេះចាំខ្ញុំប្រាប់ថាត្រូវធ្វើបែបណាខ្លះទើបយើងអាចទៅដល់ទីតាំងនោះបានដោយរលូនហើយនឹងទទួលបានបទពិសោធន៍ល្អៗពីដំណើរកម្សាន្តឡើងភ្នំមួយនេះជាពិសេសសម្រាប់អ្នកចង់ឡើងភ្នំលើកដំបូងខ្ញុំនឹងរៀបរាប់ប្រាប់អំពីសម្ភារៈត្រូវត្រៀមនិងសកម្មភាពកំឡុងពេលឡើងភ្នំតាមរយៈបទពិសោធន៍ដែលខ្ញុំធ្លាប់មានកន្លងមកចំណុចសំខាន់ទី1គឺការជ្រើសរើស tour guide តាមបទពិសោធន៍ទី1របស់ខ្ញុំបានជ្រើសរើស tour មួយឈ្មោះថា tour លំហែនិងទី2ទៅជាមួយ solo landscape តាក់ទងទៅនឹងការជ្រើសរើស tour guide អ្នកទាំងអស់គ្នាគួរជ្រើសរើស tour ណាដែលយើងគិតថាអាចផ្ដល់សេវាឲ្យយើងបានច្បាស់លាស់សុវត្ថិភាពមានកាលវិភាគត្រូវនឹងថ្ងៃដែលយើងចង់ដើរលេងជាពិសេសតម្លៃ tour សមស្របទៅនឹងអ្វីដែលយើងនឹងទទួលបានតាមរយៈការផ្ដល់ឲ្យពី tour មកយើងវិញចំណុចសំខាន់ទី2គឺសម្ភារៈដែលត្រូវត្រៀមចាំបាច់បំផុតយើងត្រូវមានកាបូបឡើងភ្នំស្បែកជើងឡើងភ្នំស្រោមជើងកវែងក្រាស់មួកកូនពិលឈើច្រត់ sleeping bag ឬក៏កូនកន្សែងដែលយើងអាចយកទៅប្រើឬក៏អាចយកទៅដប់បានប៉ុន្តែត្រូវប្រកាសថាវាមានលក្ខណៈស្រាលផ្លិតបានគឺ power bank ប្រអប់បាយសមស្លាបព្រាកែវទឹកដបទឹកហើយនឹង spray បាញ់សត្វល្អិតវាអាចមានមូសឬក៏មានទាអីចឹងទៅហើយរបស់សំខាន់មួយទៀតកុំភ្លេចទេអ្នកនរគ្នាសាប៊ូថ្នាំថ្មីច្រាតអស់ថ្មីហ្នឹងហើយ sunscreen យើងទៅដល់លេងឲ្យថែសម្រស់យើងឲ្យស្អាតផងដល់ចឹងទៅអារបស់ហ្នឹងសាច់លើអ្នកនរគ្នាយកទៅមិនយកទៅអាហ្នឹងគឺជាការដែលយើងទទួលខុសត្រូវទៅលើខ្លួនឯងហើយតាក់ទងទៅនឹងតង់កម្រាលតង់សម្រាប់គេងយើងទៅបែបលក្ខណៈធួគឺគេមានរៀបចំឲ្យយើងហើយដែលខាងធួក៏បានជួយសហគមន៍ឲ្យរៀបចំឲ្យយើងរួចរាល់ជាស្រេចនៅចាំនៅលើកំពូលភ្នំតោះចូលមកដល់ចំណុចសំខាន់ទី3គឺសម្លៀកបំពាក់ដែលយើងត្រូវស្លៀកនិងគួរយកទៅត្រូវប្រកាសថាមានលក្ខណៈស្រាលសាច់កណាត់បែបកៅអៅកីឡាឬក៏មានលក្ខណៈសាច់កស៊ូការពារជំរាបទឹកឧទាហរណ៍ដូចជាអាវធំឬក៏អាវភ្លៀងជាដើមចង់បន្ថែមរបស់ប្រើប្រាស់ឬក៏របស់ញ៉ាំបន្ថែមទៀតអ្នកទាំងអស់គ្នាត្រូវសួរខ្លួនឯងថាតើលទ្ធភាពយើងអាចស្ពាយឡើងភ្នំរួចអត់ប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាស្ពាយមិនរួចគឺខាងសហគមន៍គាត់មានសេវាកម្មស្ពាយឡើងឲ្យយើងពីជើងភ្នំរហូតដល់កំពូលភ្នំតែម្ដងដោយគាត់គិតតម្លៃទៅតាមគីឡូបានដែលយើងចង់ស្ពាយឡើងសម្ភារៈដែលត្រូវត្រៀមអ្នកទាំងអស់គ្នាត្រៀមរួចរាល់រួចហើយដូច្នេះហើយអ្នកទាំងអស់គ្នាមកស្វែងយល់អំពីសកម្មភាពនៅក្នុងថ្ងៃចេញដំណើរតែម្ដងជាក់ស្ដែងដំណើរកម្សាន្តទៅកាន់ក្នុងផ្សារលើកទី2របស់ខ្ញុំទូទៅយើងត្រូវតែគោរពពេលវេលាតាមកាលវិភាគដែលគេកំណត់ពួកយើងត្រូវក្រោកពីព្រលឹមព្រោះអីត្រូវឡើងឡាននៅម៉ោង4ព្រឹកនៅកន្លែងណាត់ជួបមួយជាក់លាក់បន្ទាប់ពីជុំគ្នារួចហើយឡានចេញដំណើរគឺយើងមានការជជែកជាមតិស្វាគមន៍គ្នាដើម្បីឲ្យយើងមានការស្គាល់គ្នាបង្កើតទំនាក់ទំនងឲ្យយើងស្គាល់គ្នាមុនពេលឡើងភ្នំឲ្យកាន់តែជិតស្និទ្ធចំពោះអាហារពេលព្រឹកវិញគឺយើងត្រូវទទួលខុសត្រូវខ្លួនឯងដូច្នេះហើយនៅពេលដែលឡានឈប់ឲ្យយើងញ៉ាំអាហារពេលព្រឹកយើងអាចរកទិញអីញ៉ាំក៏បានដែរចំណែកខាងធួគឺគាត់រៀបចំម្ហូបអាហារខ្ចប់ដើម្បីទុកឲ្យយើងនៅពេលឡើងភ្នំដល់ទីតាំងចំណាត់ឡានគឺយើងត្រូវជិះកយន្តបន្តទៅដល់ជើងភ្នំដែលកយន្តនេះគឺខាងធួជាអ្នករៀបចំជួលឲ្យយើងជិះទេអ្នកនរគ្នាកាលដែលខ្ញុំទៅផ្លូវគឺរៀងពិបាកបន្តិចដោយសារតែខែភ្លៀងផងផ្លូវបែកផុកស្អិតពេញនឹងអ្នកនរគ្នាដូច្នេះហើយពេលជិះកយន្តគឺយើងត្រូវតែទប់ឲ្យជាប់ព្រោះវាមានទួលខ្ពស់និងមានចំណោទច្រើនដូច្នេះហើយការជិះយើងត្រូវមានបម្រុងប្រយ័ត្នឲ្យបានខ្ពស់ចំណែកធីមយើងដែលត្រូវឡើងភ្នំគឺមានការណែនាំពី tour leader និងមានការធ្វើលំហាត់ប្រាណតិចតួចមុនពេលឡើងភ្នំចប់សពគ្រប់រួចយើងក៏ធ្វើដំណើរឡើងភ្នំតែម្ដងដល់ម៉ោងបាយយើងនាំគ្នាញ៉ាំបាយទៅមកដល់នេះហើយគឺមានតែពាក្យថាហត់សម្រាកឃ្លានបាយញ៉ាំបាយស្រេកទឹកផឹកទឹកគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាឡើងភ្នំគឺចង់ឲ្យទៅដល់កំពូលភ្នំបន់ឲ្យទៅដល់លើកំពូលភ្នំនឹងអាងបានមើលថ្ងៃរះមើលថ្ងៃលិចការងារទាំងប្រមាណយើងកុំតន់គិតកុំតន់ខ្វល់ទុកវានៅម្លែកសិននៅខាងអ្នកនរគ្នាត្រូវតែមកលេងក្នុងខ្សែបានម្ដងហើយបំណងរបស់ខ្ញុំចង់ឲ្យពេលឡើងដល់ផ្លូវស្មើហ្នឹងមានភ្លៀងធ្លាក់ដល់ពេលឡើងទៅមានភ្លៀងធ្លាក់មែននិយាយថាខ្ញុំសប្បាយចិត្តខ្លាំងមែនទែនអ្នកនរគ្នាសប្បាយយកហ្មងអាកាសធាតុធម្មជាតិព្រៃភ្នំមានភ្លៀងមានអាប់នឹង the best for me តែម្ដងអ្នកនរគ្នានិយាយថាបើ rate ឲ្យខ្ញុំឲ្យ10លើ10បាទចង់និយាយថាខ្ញុំស្រឡាញ់ទេសភាពនិងបរិយាកាសបែបនេះខ្លាំងមែនទែនវាលព្រៃបៃតងស្រស់ដើមស្រល់ធំខ្ពស់សលូនមេឃភ្លៀងរលឹមតិចមានចុះអាប់ពេលនិយាយមានផ្សាយហ្នឹងអូខ្ញុំនិយាយមែនអ្នកនរគ្នាខ្ញុំស្រឡាញ់អាទិដ្ឋភាពនឹងខ្លាំងមែនដល់កន្លែងបោះតង់ចង់និយាយថាតង់គឺមានជាការតឡើងរួចរាល់ចាំតែយើងទៅទុកសម្ភារៈទេអ្នកនរគ្នាបាទយើងចង់នៅសម្រាប់ឲ្យបាត់ហត់សិនក៏បានយើងចង់ទុកសម្ភារៈចង់ចូលដេកចូលអីសិនក៏បានដែរប៉ុន្តែអាពេលហ្នឹងគឺអាកាសធាតុនៅពេលដែលយើងឃើញខ្នងសពៅដបងអ្នកនរគ្នាទប់ចិត្តមកជាប់ទុកសម្ភារៈរួចនាំគ្នារត់ទៅថតផ្ដិតរូបភាពពេញហ្នឹងពេលបន្ទាប់ហ្នឹងខាង tour leader គាត់ឲ្យនាំយើងដើរលេងដើរមើលនៅតាមបរិដងភ្នំក្នុងសំពៅហ្នឹងឯងអ្នកនរគ្នាដែលយើងឡើងទៅយើងមើលថ្ងៃលិចហើយអាចនិយាយបានថាបើសិនយើងសំណាងយើងអាចមើលឃើញថ្ងៃលិចចឹងទៅតែបើអត់សំណាងអាប់ពេញហ្នឹងអ្នកនរគ្នាមើលអីអត់ឃើញទេប៉ុន្តែបើទេសភាពថាអត់មានថ្ងៃក៏អ្នកនរគ្នានៅតែស្រឡាញ់ពេញចិត្តអាកាសធាតុបរិយាកាសបែបហ្នឹងដែរអ្នកនរគ្នារឿងបន្ទាប់គឺយើងត្រូវទៅងូតទឹកអ្នកនរគ្នាយើងចង់ទៅបន្ទប់ទឹកក៏បាននៅក្នុងផ្សារមានបន្ទប់ទឹកស្អាតអ្នកនរគ្នាហើយឬក៏យើងអាចទៅលេងទឹកអូទៅមួយទឹកអូលេងក៏បានដែរអាហ្នឹងជាជម្រើសរបស់យើងឯងបន្ទាប់ពីបាយល្ងាចជុំគ្នាទៅយើងជជែកគ្នាលេងនិយាយពិភាក្សាគ្នាលេងតាក់ទងទៅនឹងដំណើរយើងដែលយើងបានឡើងមករហូតដល់ពេលយប់ហ្នឹងយើងមានសកម្មភាពអីខ្លះយើងនិយាយរំលឹកមកវិញទៅវាមានលេងហ្គេមលេងល្បែងអីសប្បាយៗចឹងទៅអ្នកនរគ្នាអញ្ចឹងក៏យើងឆាប់ចូលគេងតិចដោយសារតែព្រឹកឡើងនៅម៉ោង4យើងត្រូវឡើងទៅកាន់កំពូលក្នុងផ្សារដើម្បីមើលថ្ងៃរះដោយសារពីកន្លែងដែលយើងបោះតង់គឺយើងនៅជិតក្នុងសំពៅចំណែកកន្លែងយើងមើលថ្ងៃរះនៅក្នុងផ្សារអញ្ចឹងវាមានចង្ងាយឆ្ងាយពីគ្នាដែរដូច្នេះហើយมันអាចទៅម៉ោង6ឬក៏ម៉ោង5ទេអញ្ចឹងត្រូវក្រោកពីម៉ោង4ទើបទាន់ថ្ងៃរះ
ទស្សនភាពព្រឹកឡើងពោពេញទៅដោយមនុស្សដើរតម្រង់ជួរគ្នាបំភ្លឺភ្លើងពិលនៅតាមបណ្ដោយដងភ្នំវាលព្រិចពណ៌បៃតងខ្ញុំនឹកអារម្មណ៍នេះខ្លាំងមែនទែនអ្នកនរគ្នាវាសប្បាយវាមានការចងចាំល្អល្អនិយាយទៅគឺនឹកអារម្មណ៍នឹកក្លិនធម្មជាតិនៅទីនោះមែនទែនតាមពិតទៅអាសកម្មភាពតិចៗនឹងតើអ្នកនរគ្នាដែលធ្វើឲ្យចិត្តអ្នកបោះតង់អ្នកឡើងភ្នំនឹងចង់ទៅម្ដងហើយម្ដងទៀតបើនិយាយវាថាយើងទៅមើលទេសភាពទៅមើលថ្ងៃរះមើលថ្ងៃលិចយើងឃើញម្ដងពីរដងយើងអាចថាសាំឬក៏យើងស្គាល់កន្លែងនោះហើយក៏ប៉ុន្តែសកម្មភាពនៅពេលដែលយើងជួបមនុស្សយើងតំណែងគ្នាយើងដើរលេងជាមួយគ្នាយើងសើចសប្បាយជាមួយគ្នានៅតាមដងផ្លូវមនុស្សដែលស្ទើរថាពេលខ្លះយើងអត់ស្គាល់គ្នាប៉ុន្តែយើងមានគោលដៅតែមួយគឺយើងទៅមើលទេសភាពព្រៃភ្នំហើយយើងមានអារម្មណ៍ថាវា freedom ក្នុងការនិយាយក្នុងការតំណែងគ្នានៅទីនោះបន្ទាប់ពីធ្វើដំណើរដល់វែងឆ្ងាយមកយើងមកដល់ក្នុងផ្សារម៉ោង 6 កន្លះអញ្ចឹងពួកយើងប្រើរយៈពេល 1 ម៉ោងកន្លះក្នុងការដើរប៉ុន្តែអត់ហត់ទេអ្នកនរគ្នាទេសភាពស្អាតណាស់អ្នកនរគ្នាជួយមើលថ្ងៃនេះមិនដឹងគេហៅថាថ្ងៃសោយឬក៏ថ្ងៃហេងទេពួកអីថ្ងៃរះសោះមិនមែនថ្ងៃអរិយហើយថ្ងៃរះក៏ប៉ុន្តែបាំងអាប់អស់ហើយដោយសារអាប់ក្រាស់ពេកអ្នកនរគ្នាតែសួរខ្ញុំខកចិត្តអត់ខកចិត្តពួកខ្ញុំមនុស្សស្រឡាញ់អាប់ហ្នឹងបើនិយាយពីទេសភាពដែលយើងដើរពីកន្លែងបោះតង់រហូតមកដល់កំពូលភ្នំក្នុងផ្សារអ្នកនរគ្នាគ្មានកន្លែងណាថាមិនស្អាតទេស្អាតរហូតទេអ្នកនរគ្នាដល់អញ្ចឹងទៅយើងដើរអត់ហត់ទេការឡើងភ្នំអាចនិយាយបានថាមានរឿងជាច្រើនដែលបានផ្ដល់បទពិសោធន៍ល្អៗសម្រាប់យើងព្រោះវាមិនមែនត្រឹមជាការមើលឃើញទេសភាពស្អាតឬក៏មើលថ្ងៃរះមើលថ្ងៃលិចប៉ុណ្ណោះទេតែការពិតទៅវាគឺជាការបង្កើតអ្នកតំណងមួយយ៉ាងជិតស្និទ្ធពោពេញទៅដោយសេរីភាពព្រោះតែយើងទៅជួបមនុស្សដែលមានគោលដៅរួមគ្នាតែមួយគឺយើងចង់ទៅឡើងភ្នំចង់ទៅបោះតង់ចង់ទៅលំហែកាយចង់ទៅលំហែអារម្មណ៍មើលទេសភាពព្រៃភ្នំមើលថ្ងៃរះមើលថ្ងៃលិចជាមួយគ្នាដូច្នេះហើយតំណែងមួយនេះវាហាក់ដូចជាសាមញ្ញក៏ប៉ុន្តែជិតស្និទ្ធមែនទែនបើសិនបើអ្នកទាំងអស់គ្នាមិនដែលឆ្លងកាត់អារម្មណ៍បែបនេះទេហើយចង់អនុញ្ញាតឲ្យខ្លួនឯងទៅបោះតង់ឡើងភ្នំចង់សាករសជាតិថ្មីសម្រាប់ខ្ញុំគិតថាអ្នកទាំងអស់គ្នាគិតត្រូវហើយអ្នកទាំងអស់គ្នាគួរតែផ្ដល់ឱកាសឲ្យខ្លួនឯងព្រោះមនុស្សយើងទាំងអស់គ្នាមានពិភពលោករៀងៗខ្លួនអាចថាយើងឃើញពិភពលោកនេះធំបែបនេះអ្នកខ្លះឃើញធំបែបនោះបើសិនយើងក្តោបរួមទាំងអស់យើងនឹងឃើញពិភពលោកនឹងកាន់តែធំទៀតវីដេអូនៅថ្ងៃនេះមានតែប៉ុណ្្នឹងទេជូនពរដំណើរកម្សាន្តអ្នកទាំងអស់គ្នាមានសុខសុវត្ថិភាពនិងជោគជ័យកម្រងដើរលេងរបស់អ្នកទាំងអស់គ្នាជួបគ្នាជាមួយដំណើរកម្សាន្តបន្តទៀតអរគុណចំពោះការទស្សនាវីដេអូមួយនេះជម្រាបលាបាយបាយ